ព្រឹត្តិការណ៍បុណ្យទន្លេលើកទី9ដែលនៅទីរួមខាងខេត្តតាកែវបានឈានចូលមកដល់ហើយបងប្អូនហើយដែលប្រព្រឹត្តទៅរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី21 22 23ខែមីនា2025ហ្នឹងតែម្ដងដែលចំនៅចុងសប្តាហ៍ហ្នឹងណានិយាយទៅបានចុងសប្តាហ៍ដែរបងប្អូនយើងតែប៉ុណ្ណេះបានដើរលេងទៀតហើយនៅខាងក្រុងដូនកែវខេត្តតាកែវហ្នឹងហ្មងដែលបុណ្យទន្លេនេះមានប្រធានបទថាគុណតម្លៃនៃទន្លេផ្សារជួបវប្បធម៌និងទេសចរធម្មជាតិបើនិយាយពីកន្លែងកម្មវិធីបុណ្យទន្លេហ្នឹងណាមានស្តង់ដារតាំងពីពណ៌មហោបអាហារវត្ថុអនុស្សាវរីយ៍ហើយមានអីផ្សេងទៀតច្រើនខ្លាំងនិយាយទៅបងប្អូនយើងដែលមកបាច់ភ័យរឿងរបស់ញ៉ាំឯងនិយាយទៅនៅនេះរបស់ញ៉ាំច្រើនខ្លាំងវិចទៅលុយមកឲ្យច្រើនមកនិយាយទៅបងប្អូនខាងខេត្តតាកែវយើងពេញលេងហើយឆ្នាំនេះនិយាយពីបុណ្យទន្លេនេះ3ថ្ងៃណាឥឡូវហ្នឹងបានផុតមួយថ្ងៃហើយនៅសល់2ថ្ងៃទៀតថ្ងៃសៅរ៍និងថ្ងៃអាទិត្យនិយាយទៅខេត្តតាកែវឆ្នាំនេះសប្បាយរហូតហើយផុតពីបុណ្យទន្លេ3ថ្ងៃទៅដល់ចូលឆ្នាំខ្មែរទៀតហើយនិយាយទៅសប្បាយរហូតហ្មងហើយបងប្អូនយើងនៅខាងខេត្តផ្សេងវិចកៅអៅវិចអីមកដើរលេងបុណ្យទន្លេបុណ្យអីណែសប្បាយខ្លាំងនិយាយទៅមានអ្នកមកដើរលេងច្រើនមានទាំងក្មេងចាស់ប្រុសស្រីនិយាយទៅច្រើនខ្លាំងហើយដល់ពេលយប់មនុស្សកាន់តែមកច្រើនជាងពេលថ្ងៃទៀតនិយាយទៅពេលយប់រកកន្លែងដើរសឹងតែមិនឃើញផងនិយាយទៅបងប្អូនយើងខាងខេត្តតាកែវខ្លះមិនទាន់បានទៅផងម្ដងនេះគេដើរលេងឡើងសប្បាយពេញហ្នឹងស្រួលហ្នឹងដេកផ្ទះដេកអីមិនដឹងថ្ងៃនេះជាថ្ងៃទី2នៃបុណ្យទន្លេហើយបងប្អូនយើងលបងមកហើយតែអត់មកនឹងប្រយ័ត្នតែស្ដាយក្រោយព្រោះអីបុណ្យទន្លេមួយឆ្នាំមានតែម្ដងឯងហើយឆ្នាំក្រោយក៏មិនប្រកាសថានៅខាងខេត្តតាកែវដែរគេអាចនឹងទៅធ្វើនៅខេត្តផ្សេងអញ្ចឹងណាព្រោះអីឥឡូវនឹងមកដល់ខាងខេត្តតាកែវយើងមកដើរលេងបានស្គាល់រសជាតិនៃបុណ្យទន្លេអញ្ចឹងណាហើយក៏អរគុណដល់ពុកម៉ែបងប្អូនដែលបានទស្សនាវីដេអូនេះណាហើយវីដេអូហ្នឹងក៏មានតែប៉ុណ្្នឹងដែរសូមអរគុណសូមជម្រាបលាបាយបាយ